ហើយផលិតផលទី10របស់យើងគឺ Cubo 456បាទ Cubo គឺជាកាល់ស្យូមបូរិនបាទកាល់ស្យូមបូរិនហើយកម្រិតយើងនេះកម្រិតយើងដាក់ពិតប្រកប9កាល់ស្យូម9បូរិន3ហ្នឹងហើយបើអ្នកធ្វើចំការវិញដឹងហើយឲ្យតែលឺតែកាល់ស្យូមបូរិនហ្នឹងគាត់ដឹងថាអូអាហ្នឹងជាផលិតផលទាញយកផ្កាទាញយកផ្លែឲ្យកាន់ក្តឹបឲ្យកាន់ផ្លែអញ្ចឹងណាហើយអ្នកខ្លះគាត់ថាចុះវាមានអាមហាផលអា QG QS 456អានឹងទាញផ្កាទាញក្តឹបហើយមិនក៏ចាំបាច់ប្រើកាល់ស្យូមបូរិនទៀតបាទនៅក្នុងចំណីរបស់រុក្ខជាតិមានច្រើនណាស់បងប្អូនមានច្រើនណាស់បាទហើយជាពិសេសកាល់ស្យូមបូរិននេះគឺរុក្ខជាតិត្រូវការតាំងពីតូចណាมันអាចអត់បានទេត្រូវការតាំងពីតូចប៉ុន្តែកសិករយើងប្រើនៅពេលនៅវគ្គទាញយកផលនៅទៅវិញបាទហើយចូលកាលមុនវាបានអីវាមាននៅក្នុងបរិយាកាសវាមាននៅក្នុងដីវាមាននៅក្នុងជីដែលគេលាយផ្សំនឹងបានមកខ្លះហើយតែដល់វគ្គវាទាញយកជីនឹងទៅស៊ីទៅប្រើប្រាស់ដើម្បីបង្កើតផលគឺវាទៅទាញមកហើយកាល់ស្យូមបូរិនហ្នឹងគឺបើចន្ទទីដាក់ទៅគឺម្សៅខ្ពស់ហ្មងបាទ DC ខ្ពស់អានេះ1លីត្រប្រើបាន2ហាត់ដូចគ្នាបាទសម្រាប់ស្រូវហើយសម្រាប់ចម្ការលាយ1លីត្រនេះលាយទឹកបាន500លីត្រទៅ1000លីត្របាទ